ខ្ញុំបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះយោធារបស់ថៃឬក៏ទាហានរបស់ថៃនឹងបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅច្រកអានសេះខេត្តព្រះវិហារនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអ្នកស្រីម៉ាលីសុចិតាហើយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានបញ្ជាក់ថាកងទ័ពកម្ពុជាមិនបានបាញ់តបតទៅនឹងទាហានថៃវិញទេដោយគោរពបទឈប់បាញ់នឹងបានអំពាវនាវឲ្យភាគីថៃនឹងគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់នៅម៉ោង2រសៀលមុននេះខ្ញុំបានតាក់ទងទៅទាហាននៅឯខេត្តព្រះវិហារដែរគាត់បាននិយាយថាទាហានកម្ពុជានឹងបានចូលទៅក្នុងលេនដ្ឋានរួចរាល់អស់ហើយដើម្បីត្រៀមលក្ខណៈប្រយុទ្ធដោយរងចាំតែបទបញ្ជាពីរដ្ឋាភិបាលតែប៉ុណ្ណោះមូលហេតុដែលកងទ័ពកម្ពុជាមិនបានបាញ់តបតទៅទាហានថៃវិញគឺដោយសារតែមិនទាន់មានបទបញ្ជាពីនាយករដ្ឋមន្ត្រីឲ្យធ្វើការតបតប៉ុន្តែយ៉ាងណាទាហានជួរមុខនៅតែបន្តធ្វើការប្រុងប្រយ័ត្នឈរជើងនៅទីនោះដដែលដោយរងចាំបទបញ្ជាពីថ្នាក់ដឹកនាំខ្ញុំមានព័ត៌មានតែប៉ុណ្ណេះហើយបើសិនជាមានព័ត៌មានណាបន្ថែមទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនបន្តទៀតសូមជម្រាបលា